ព្រឹកឡើងមិនដឹងតែខ្យល់អីទេបើអើឡើងទៅដល់បន្ទប់ស៊ីអ៊ីងប៉ុន្តែមកនឹងមិនមែនមកក្នុងបំណងល្អទេគឺមកនិយាយពាក្យបញ្ឈឺទៅកាន់ស៊ីអ៊ីងអើឡើងនិយាយប្រាប់ទៅកាន់ស៊ីអ៊ីងថាបងគ្មានថ្ងៃលើកលែងឲ្យឪពុកប្អូនទេបើទោះជាបងមិនបានសម្លាប់គេក៏បងធ្វើឲ្យគេរស់វេទនាជាងស្លាប់ដែរអូនកុំគិតថាអាចបញ្ឈប់បងបានហើយសោះនិយាយចប់គេក៏ដើរចាកចេញទៅដោយមិនងាកក្រោយពាក្យសម្ដីរបស់អើឡាងបានធ្វើឲ្យស៊ីអ៊ីងអង្គុយគិតមួយយប់ស៊ីអ៊ីងគិតសូម្បីតែពេលគេងក៏សបិនអាក្រក់នៅពេលព្រលឹមឡើងបន្ទាប់ពីអើឡាងបានមកពីខាងក្រៅមិនដឹងថាគេទៅកើតរឿងអីមកនោះទេគេកំរោលចូលដូចជាបិសាចកំពុងសន្ធិដ្ឋក្នុងខ្លួនពេលមកដល់ផ្ទះឆ្លៀតអ្នកបម្រើមកពិតទូលថាស៊ីអ៊ីងមិនព្រមប៉ះអាហារទៀតជាហេតុនាំឲ្យអើឡាងកាន់តែក្តៅក៏ឆ្លោះប្រកែកជាមួយនឹងស៊ីអ៊ីងរហូតដល់ស៊ីអ៊ីងទឹកភ្នែកទឹកសបោទាំងព្រឹកណាអើឡាងពេលដែលឃើញប្រពន្ធយំគេក៏បោកកែវប្រាវហើយទាញទ្វារបិទហើយបន្តមកទៀតអ្នកទាំងអស់គ្នាមើលតាមវីដេអូទៅអេដមីនខ្ជិលសម្រាយអៀនមួយសន្ទុះក្រោយមកស៊ីអ៊ីងស្លាប់បាត់មាត់ឈឹងចំណែកគេវិញស្លៀកពាក់រៀបរយក៏ចេញទៅក្រៅបន្តទៀតចំពោះរឿងដែលគេធ្វើគឺសុទ្ធតែតាក់ទងជាមួយនឹងការសងសឹកទាំងអស់អើឡាងមានកម្រងទៅចាត់ការឪពុករបស់ស៊ីអ៊ីងនៅក្នុងយប់នេះគេមិនមានបំណងក្នុងការសម្លាប់ឪពុករបស់ស៊ីអ៊ីងទេប៉ុន្តែដោយតែគេធ្លាប់និយាយបើទោះបីជាគេមិនសម្លាប់ក៏ធ្វើឲ្យឪពុករបស់ស៊ីអ៊ីងរស់នៅវេទនាជាងស្លាប់ដែរអើឡាងដើរចូលមកជិតឪពុកក្មេករួចក៏និយាយថាយ៉ាងម៉េចហើយសុខទុក្ខយ៉ាងណាខ្ញុំមិនចង់ឲ្យលោកឪពុកដើរទៅសម្លាប់អ្នកណាទៀតទើបឲ្យអ្នកបម្រើដាក់ថ្នាំឲ្យលោកឪពុកពិការលោកឪពុកប្រហែលជាគិតថាខ្ញុំមិនដឹងខ្យល់អីប៉ុន្តែការស្លាប់របស់ឪពុកខ្ញុំធ្វើឲ្យខ្ញុំចងចាំច្បាស់ណាស់បើសិនជាខ្ញុំនៅមានដង្ហើមគឺខ្ញុំត្រូវតែសងសឹកឥឡូវនេះឯងធ្លាក់ខ្លួនពិការហើយយើងនឹងរឹបអូសគ្រប់យ៉ាងយកទៅហើយយើងនឹងគ្រប់គ្រងជីវិតកូនប្រុសតែម្នាក់របស់ឯងត្រូវតែសងគ្រប់យ៉ាងហើយសាច់រឿងរបស់យើងក៏កាត់ទៅដល់មួយឆ្នាំក្រោយមកគឺជាពេលដែលស៊ីអ៊ីងបានពោពោះគ្រូពេទ្យក៏បានស្ទង់ស្ទាបជីបចររួចហើយដែរដែលបានសន្និដ្ឋានថាអាចជាកូនប្រុសតាមចិត្តដែលស្រឡាញ់អើឡាងពិតចង់ថ្នាក់ថ្នមស៊ីអ៊ីងណាស់ប៉ុន្តែក្នុងគណៈពេលដែលឪពុកស៊ីអ៊ីងនៅរស់គឺគេពិតជាមិនអាចនោះទេពេលវេលានេះមិនស័ក្តិសមសម្រាប់ពួកគេឡើយយប់ឡើងស៊ីអ៊ីងមានអាការៈឈឺពោះយ៉ាងខ្លាំងគេស្លេកមុខស្លេកមាត់ស្រែកឲ្យអ្នកបម្រើជួយបន្តិចក្រោយមកពេទ្យឆ្មបក៏បានមកដល់និងចាត់ការជួយបង្កើតកូនឲ្យស៊ីអ៊ីងអើឡាងឯនេះវិញអន្ទះសារនៅមិនសុខប៉ុន្តែមិនហ៊ានចូលទៅមើលប្រពន្ធនោះទេរហូតដល់ឮសំឡេងទារកយំទើបដើរមកមើលដោយសារតែហូរឈាមនិងខ្សោះកម្លាំងខ្លាំងពេកស៊ីអ៊ីងក៏បិទភ្នែកមួយផ្លែតរួចក៏បោកមកវិញនៅពេលដែលឮសំដីរបស់អើឡាងថានឹងយកកូនចេញទៅឆ្ងាយដោយមិនទុកឱកាសឲ្យស៊ីអ៊ីងមើលថែកូននោះទេស៊ីអ៊ីងបើទោះជាខ្សោយកម្លាំងយ៉ាងណាក៏ដោយក៏ព្យាយាមចុះពីលើគ្រែយំអង្វរប្តីតែអើឡាងពិតជាដាច់ចិត្តណាស់ចាក់សោឃុំគេឲ្យគេនៅក្នុងបន្ទប់ម្នាក់ឯងរួចហើយក៏យកកូនចេញទៅបាត់ស៊ីអ៊ីងស្រែកយំឲ្យគេដោះលែងប៉ុន្តែគេមិនបានដោះលែងស៊ីអ៊ីងនោះឡើយហើយទារកកំសត់យំរកម្ដាយយ៉ាងខ្លាំងមួយខែក្រោយមកបន្ទាប់ពីស៊ីអ៊ីងត្រូវបានដោះលែងពីកន្លែងឃុំឃាំងស៊ីអ៊ីងក៏បានលួចសរសេរសម្បត្តិផ្ញើទៅកាន់ព្រះរាជានៅក្នុងសម្បត្តិបានសរសេរថានៅពីក្រោយការស្លាប់របស់ឪពុករបស់អើឡាងគឺស៊ីអ៊ីងជាអ្នកបង្កឡើងស៊ីអ៊ីងក៏ហក់ព្រះរាជាបែបនេះគឺដោយសារតែគេឆ្អែតចិត្តខ្លាំងពេកស៊ីអ៊ីងគិតថាអើឡាងមិនត្រឹមតែស្អប់ឪពុករបស់គេទេថែមទាំងស្អប់គេទៀតព្រះរាជាក៏សម្រេចចិត្តឲ្យសេនាទៅចាប់ខ្លួនស៊ីអ៊ីងយកទៅប្រហារជីវិតអើឡាងដែលស្ថិតនៅក្នុងក្រុងទូហ្វូបានដឹងដំណឹងនេះទ្រង់គេស្ទើរតែប្រេះបែកជាពីរគេចង់ត្រឡប់មករកប្រពន្ធឲ្យទាន់ពេលប៉ុន្តែដោយសារតែរយៈចម្ងាយឆ្ងាយពេកទើបធ្វើឲ្យគ្រប់យ៉ាងវាហួសពេលរៀងតូចរបស់យើងដើរទៅកាន់ទីលានប្រហារជីវិតដោយគ្មានការស្ទាក់ស្ទើរព្រោះតែគេបានសម្រេចចិត្តច្បាស់ហើយថាត្រូវតែស្លាប់នៅថ្ងៃនេះស៊ីអ៊ីងមិនចង់រស់នៅរងទុក្ខទៀតទេហើយអេដមីនក៏ចង់ប្រាប់ថាព្រះរាជាមិនបានដាក់ទោសស៊ីអ៊ីងដោយការកាត់ក្បាលនោះទេប៉ុន្តែទ្រង់ឲ្យពេជ្ឈឃាតវាយស៊ីអ៊ីងរហូតដល់ស្លាប់រឿងរ៉ាវនៃការស្លាប់របស់ស៊ីអ៊ីងធ្វើឲ្យម្ដាយស៊ីអ៊ីងខូចចិត្តយ៉ាងខ្លាំងគាត់ឈឺចាប់រហូតដល់ក្លាយទៅជាមនុស្សបាត់បង់សតិធ្លាក់ខ្លួនទៅជាមនុស្សឈួតពេលខ្លះក៏យំពេលខ្លះក៏សើចហើយក៏ធ្វើបាបខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯងចំណែកឯអើឡាងវិញក៏ឈឺចាប់មិនចាញ់នាងដែរគេឃុំខ្លួនឯងនៅក្នុងបន្ទប់អង្គុយថ្មឹងដូចជាមនុស្សគល់ឈើគេពិតជាស្ដាយក្រោយខ្លាំងណាស់ហេតុអីក៏ស៊ីអ៊ីងជ្រើសរើសការស្លាប់បែបនេះ5ឆ្នាំកន្លងផុតទៅសាច់រឿងរបស់យើងក៏បានបង្ហាញថានៅក្នុងថ្ងៃនោះស៊ីអ៊ីងមិនបានស្លាប់នោះទេព្រះរាជាក៏បានដឹងដូចគ្នាថាអ្នកទោសពិតប្រាកដមិនមែនជាស៊ីអ៊ីងទ្រង់ថែមទាំងបានបញ្ជូនថ្នាំពុលជាសម្ងាត់ឲ្យឪពុករបស់ស៊ីអ៊ីងបញ្ចប់ជីវិតរបស់គេដោយមិនឲ្យរស់នៅនំទធ្ងន់ផែនដីបន្ទាប់ពីឪពុកត្រូវបានស្លាប់ស៊ីអ៊ីងក៏សម្រេចចិត្តរស់នៅលាក់ខ្លួនកលេចមកនិយាយពីអើឡាងវិញរយៈពេល5ឆ្នាំទៅហើយទើបគេដឹងថាប្រពន្ធរបស់គេតាមពិតគឺនៅមានជីវិតគេព្យាយាមស្វែងរកស៊ីអ៊ីងពីកន្លែងមួយទៅកន្លែងមួយរហូតដល់មានអ៊ំប្រុសម្នាក់បានប្រាប់ទៅកាន់គេថាស៊ីអ៊ីងនៅឯណា
ពេលដែលបានជួបស៊ីអ៊ីងគេបានព្យាយាមសុំអង្វរឲ្យស៊ីអ៊ីងលើកលែងទោសគេពិតជាមិនចង់បាត់បង់ស៊ីអ៊ីងនោះទេគេបានសុំស៊ីអ៊ីងឲ្យត្រឡប់ទៅរស់នៅជាមួយគេវិញប៉ុន្តែស៊ីអ៊ីងបាននិយាយថាគេមិនចង់ត្រឡប់ទៅវិញទេរឿងរវាងអូននិងបងបំភ្លេចចោលទៅពួកយើងមិនមែនជាគូនឹងគ្នាឡើយអូនចង់ឲ្យបងរស់នៅក្នុងជីវិតថ្មីមួយដែលគ្មានរូបអូនពួកយើងបានបែកគ្នាអស់រយៈពេល5ឆ្នាំមកហើយអូនសង្ឃឹមថាបងអាចធ្វើបានបងពិតជាអាចរស់នៅដោយគ្មានអូនបន្តទៀតបានស៊ីអ៊ីងរបស់យើងពិតជារឹងរូសខ្លាំងណាស់មិនថាអឺឡាងអង្វរយ៉ាងណាក៏គេនៅតែរឹងជជែកប្រាប់ថាមិនទៅឆ្លៀតយកកបិតទៅភ្ជង់កប្តីគំរាមទៀតផងប្រាប់ថាកំតាមគេប៉ុន្តែអឺឡាងយើងក៏រឹងណាស់ដែរនៅតែព្យាយាមជជែកដើរតាមស៊ីអ៊ីងរួចក៏រកវិធីបញ្ចុះបញ្ចូលប្រាប់ថាបើអូនព្រមទៅវិញបងនឹងនាំអូនទៅជួបកូនហើយវិធីនេះបានផលពិតៗដែរអ្នកទាំងអស់គ្នាស៊ីអ៊ីងពិតជាព្រមទៅតាមគេមែននាពេលយប់ឡើងថែមទាំងបានគេងនៅក្នុងបន្ទប់ជាមួយគ្នាទៀតអឺឡាងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេតាមពិតទៅរវាងពួកគេគឺមានចិត្តឲ្យគ្នាគ្រាន់តែថាពេលកន្លងមកឧបសគ្គចូលមកទួនធ្វើឲ្យស្នេហារបស់ពួកគេប្រេះឆាស៊ីអ៊ីងបាននិយាយទៅកាន់អឺឡាងថាអូនគ្រាន់តែទៅជួបកូនអូនគ្មានបំណងចង់ត្រូវគ្នាជាមួយបងវិញទេហើយគេក៏បានដេញអឺឡាងឲ្យចេញពីបន្ទប់ពេលដែលអឺឡាងចាក់ចេញទៅបាត់ស៊ីអ៊ីងខ្លួនឯងបែរជាមកអង្គុយយំហេតុអីក៏គេធ្វើបាបបេះដូងខ្លួនឯងយ៉ាងនេះបើពួកគេស្រឡាញ់គ្នាទៅហើយយប់ឡើងបន្ទាប់ពីស៊ីអ៊ីងបានទៅជួបកូនរួចស៊ីអ៊ីងបានរៀបចំអាហារដោយផ្ទាល់ដៃយកមកឲ្យអឺឡាងមុននឹងនិយាយថាកូនបានប្រាប់អូនបងបានបង្អត់អាហារខ្លួនឯងរយៈពេល3ថ្ងៃហើយតាំងពីអូនមកទីនេះអ្នកណាបង្រៀនឲ្យបងធ្វើបាបខ្លួនឯងបែបនេះដោយសារតែកូនប្រុសរបស់គេប៉ិនបញ្ចេញបញ្ចូលណាទំនាក់ទំនងរបស់ម្ដាយឪពុកគេក៏រៀងល្អប្រសើរជាងមុនស៊ីអ៊ីងក៏ចាប់ផ្ដើមទុនចិត្តហើយរៀបអាហារយកទៅឲ្យអឺឡាងជារៀងរាល់ថ្ងៃចំណែកឯអឺឡាងវិញស្រស់ស្រាយជាងមុនគេរៀងមានសង្ឃឹមជាងមុនបន្តិចហើយដោយសារតែឥឡូវហ្នឹងប្រពន្ធគេអត់សូវកិច្ចមកគេដូចមុននេះពេលជួបគ្នាចេះញញឹមចេះសើចដាក់គ្នាទៀតក៏ព្រោះតែយល់ថាពួកគេរស់ខ្វះគ្នាមិនបានស៊ីអ៊ីងក៏សម្រេចចិត្តប្រាប់ទៅកាន់អឺឡាងថាខ្លួនព្រមលើកលែងទោសឲ្យអឺឡាងហើយស៊ីអ៊ីងបន្ថែមទៀតថាបងគួរតែអរគុណទៅកាន់កូនប្រុសរបស់យើងអាចមកម្នាក់នោះពូកែខាងលួងលោមខ្លាំងណាស់គេប្រាប់អូនថាបងតែងតែនិយាយល្អៗអំពីអូនប្រាប់ទៅកាន់គេអូនអរគុណអឺឡាងឮហើយមុខឡើងក្រហមសំឡេងសើចកក្អឹករបស់ក្មេងម្នាក់ក៏បានបន្លឺឡើងនៅពេលដែលឃើញពុកម៉ែរបស់គេត្រូវគ្នាវិញយ៉ាងក៏បាននិយាយថាយេទីបំផុតពុកម៉ែរបស់ខ្ញុំត្រូវគ្នាវិញហើយសាច់រឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះជាចុងក្រោយសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា